ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងសិក្សាអំពី array array នេះគឺជាប្រភេទមួយនៃ object ដែរបើនិយាយឲ្យស្រួលស្ដាប់ទៅគឺជាប្រភេទ object ដែលឈ្មោះនៃ property របស់វាត្រូវបានតម្រៀបជាលេខរៀង array នេះមានប្រយោជន៍អញ្ចេះឧទាហរណ៍ថាមុននឹងយើងរៀន array នេះឧទាហរណ៍ថាខ្ញុំមានផ្លែឈើចំនួន3ចុះអញ្ចឹងផ្លែឈើនីមួយៗខ្ញុំត្រូវបង្កើតនៅក្នុងអាញាត់ផ្សេងៗគ្នាឧទាហរណ៍ថាខ្ញុំបង្កើតអាញាត់ fruit 1ចុះមានតម្លៃស្មើ banana ហើយអាញាត់មួយទៀត fruit 2ចុះមានតម្លៃស្មើនឹង mango fruit 3មានតម្លៃស្មើនឹង potato អញ្ចឹងហើយបើសិនជាយើងត្រូវការផ្លែឈើចំនួន50យើងប្រកាសជាត្រូវបង្កើតអាញាត់ចំនួន50ហើយគឺធម្មតាអញ្ចឹងឯងប៉ុន្តែតាក់ទងទៅនឹង array នេះយើងអត់ចាំបាច់អញ្ចឹងទេយើងអាចបង្កើតអាញាត់មួយឧទាហរណ៍ថាអាញាត់ fruit អញ្ចឹងហើយអាញាត់ fruit ហ្នឹងយើងបង្កើតជា array ទៅគឺយើងអាចក្តោបក្តាប់ច្រើនតម្លៃបានគឺមានន័យថាយើងបង្កើតអាញាត់ fruit តែមួយហ្នឹងអាចក្តោបក្តាប់ banana mango potato ដែលយើងចង់បានខាងលើហ្នឹងតាក់ទងទៅនឹង array គឺយើងប្រើប្រាស់វាអញ្ចឹងហើយសួរថាដើម្បីបង្កើត array តើយើងបង្កើតដោយរបៀបណាគឺយើងបង្កើតវាស្រដៀងទៅនឹងបង្កើត object ដែរបង្កើត object គឺយើងប្រើ new object អញ្ចឹងទៅក៏តែតាក់ទងទៅនឹង array គឺយើងប្រើ array បែបនេះហើយអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់តាំងពីមេរៀន object មកម្លេះបង្កើត object បង្កើត array នេះយើងឃើញថាវាមានប្រើពាក្យ new ហើយប្រើពាក្យ object ឬក៏ array នឹងហើយមានបញ្ចប់ដោយបិទបើកវង្កញ្ចក់តើហ្នឹងគឺជាស្អីអ្នកទាំងអស់គ្នាឃើញបិទបើកវង្កញ្ចក់បែបនេះអ្នកទាំងអស់គ្នាប្រកាសជាគិតថាវាជា function អ្វីមួយហើយអ្នកទាំងអស់គ្នាគិតអញ្ចឹងក៏អត់ខុសឲ្យដែរត្រង់ចំណុចនេះខ្ញុំធ្លាប់បានបង្ហាញអ្នកទាំងអស់គ្នាម្ដងហើយនៅក្នុងវីដេអូ object ដែលលក្ខណៈដែលចេញមកបែបហ្នឹងណាមើលទៅដូចជា function ហើយឈ្មោះរបស់វាផ្ដើមដោយអក្សរធំមួយតួអញ្ចឹងយើងហៅវាថាជា constructor តាក់ទងទៅនឹងមេរៀន constructor ហ្នឹងយើងមិនទាន់បានសិក្សាទេព្រោះអាហ្នឹងវាស្ថិតនៅក្នុងមេរៀនកម្រិតខ្ពស់បន្តិចតោះតែយើងរៀនបានជ្រៅបន្តិចបានយើងសិក្សាអំពីវាក៏ប៉ុន្តែក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីវាបន្តិចកុំឲ្យអ្នកនរគ្នាមានចម្ងល់ច្រើនគឺតាក់ទងទៅនឹង constructor ហ្នឹងវាមិនខុសគ្នាអីពី function ទេគាត់ថា function យើងបង្កើតសម្រាប់គណនាឬក៏ធ្វើអ្វីយ៉ាងតាមតែយើងចង់អញ្ចឹងប៉ុន្តែតាក់ទងទៅនឹង constructor នេះគឺជា function ដែលតួនាទីរបស់វាសម្រាប់បង្កើត object ដូច្នេះកាលណាយើងបង្កើត function មួយដែលតួនាទីរបស់វាប្រើសម្រាប់បង្កើត object យើងហៅ function នោះថាជា constructor ហើយដើម្បីកុំឲ្យច្រឡំនឹង function ដទៃឈ្មោះរបស់វាគឺតែងតែកំណត់ឲ្យមួយតួដំបូងជាអក្សរធំដោយអ្នកនរគ្នាឃើញអញ្ចឹងដើម្បីបង្កើត object មួយយើងប្រើ object constructor ហ្នឹងព្រោះវាមាននីតិសម្រាប់បង្កើត object ហើយនៅក្នុងវីដេអូនេះយើងសិក្សាអំពី array គឺជា object ដែរអញ្ចឹងហើយក្នុងការបង្កើតវាយើងប្រើប្រាស់ array constructor ដែលមាននីតិសម្រាប់បង្កើត object array ហើយតាក់ទងទៅនឹង constructor ខ្ញុំអត់និយាយឲ្យវែងឆ្ងាយទេព្រោះមិនមែនជារបស់ដែលយើងត្រូវរៀននៅក្នុងវីដេអូនេះទេខ្ញុំគ្រាន់តែនិយាយបន្តិចកុំឲ្យអ្នកទាំងអស់គ្នាមានចម្ងល់យូរនៅក្នុង code យើងសរសេរតែប៉ុណ្ណេះគឺយើងបានបង្កើតអាញាត់ fruit មួយដែលវាជាប្រភេទ array ហើយកុំថាគ្រាន់ថាក្នុងហ្នឹងវាអត់មានអីទេតែស្អាតដើម្បីកំណត់របស់នីមួយៗចូលទៅក្នុង array ហ្នឹងគឺយើងគ្រាន់តែសរសេរវានៅក្នុងវង្កញ្ចក់ហ្នឹងទៅជាការស្រេចឧទាហរណ៍ថាយើងចង់បានតម្លៃពីលើហ្នឹង1 banana 2 mango 3 potato ហើយយើងគ្រាន់តែសរសេរទាំងអស់ហ្នឹងនៅក្នុងហ្នឹងទៅហើយផ្ដាច់គ្នាដោយសញ្ញាក្បៀសទៅគឺវាមានលក្ខណៈដូចទៅនឹងយើងសរសេរ argument នៅក្នុង function មួយអញ្ចឹងសរសេរប៉ុណ្ណេះហើយយើងមើលទៅខាងចម្លើយខ្ញុំហៅអាញាត់ fruit ហ្នឹងមកគឺឃើញថានៅក្នុងដង្គារបស់យើងមានធាតុចំនួន3នៅក្នុងហ្នឹងហើយយើងពេលយើងបើកទៅយើងឃើញថាធាតុនីមួយៗឈ្មោះ property របស់វាត្រូវបានកំណត់ជាលេខយើងអាចថាជាលេខរៀងហើយយើងឃើញថា property length របស់យើងមានតម្លៃស្មើ3 property length នេះគឺបង្ហាញពីចំនួននៃធាតុដែលមាននៅក្នុង array ហ្នឹងដូចក្នុងករណីយើង fruit array នេះមានរបស់3នៅក្នុងហ្នឹងដូច្នេះហើយបានជា length ហ្នឹងមានតម្លៃស្មើ3ហើយអ្វីដែលយើងគួរកត់ចំណាំមួយទៀតគឺ array នៅពេលដែលយើងបង្កើតលេខរៀងហ្នឹងវាដំណើរការដោយស្វ័យប្រវត្តិធម្មតាលេខរៀងគឺយើងតែចាប់ផ្ដើមដោយលេខ1ប៉ុន្តែតាក់ទងទៅនឹង array លេខរៀងគឺចាប់ផ្ដើមដោយលេខ0ក្នុងករណីនេះ0 1 2ធាតុទាំងអស់គឺ3តាក់ទងទៅនឹងការបង្កើត array នេះធាតុនៅក្នុងហ្នឹងដូចក្នុងករណីយើងគឺ string ទាំង3យើងអាចមួយជា string ធាតុមួយទៀតជាលេខធាតុមួយទៀតជា boolean គឺប្រភេទយើងអាចឆ្លាស់គ្នាបានឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់12ចុះហើយក្រោយនេះខ្ញុំដាក់ true ចុះគឺអាចបានមិនចាំបាច់តែប្រភេទដូចគ្នាទេយើងមើលទៅខាងចម្លើយគឺវានៅតែដំណើរការអត់មានបញ្ហាទេហើយក្នុងការកំណត់ធាតុនៅក្នុង array ដោយប្រើ object array បែបនេះបើសិននៅក្នុងវង្កញ្ចក់ហ្នឹងយើងសរសេរតែមួយតម្លៃទេហើយមួយតម្លៃនោះជាលេខឧទាហរណ៍ថាខ្ញុំសរសេរលេខ12នៅក្នុងហ្នឹងចុះដោយអ្នកទាំងពីរឃើញអញ្ចឹងតែមួយតម្លៃទេនៅក្នុងវង្កញ្ចក់ហ្នឹងហើយតម្លៃមួយហ្នឹងគឺជាលេខ12ហ្នឹងយើងមើលទៅខាងចម្លើយខ្ញុំហៅអាញាត់ fruit ហ្នឹងមកយើងឃើញថានៅក្នុងដង្កៀបហ្នឹងវាដាក់ពាក្យថា undefined គុណនឹង12ហើយនៅពេលដែលយើងបើកយើងឃើញថាអត់មានអីនៅក្នុងនោះទេក៏ប៉ុន្តែ length property របស់យើងមានតម្លៃទៅជា12 length property ដូចយើងនិយាយមិនអញ្ចឹងបង្ហាញវិធីដែលមាននៅក្នុង array មួយហ្នឹងយើងឃើញថាអត់មានធាតុនៅក្នុង array ហ្នឹងទេក៏ប៉ុន្តែវាប្រាប់ថាធាតុក្នុងហ្នឹងមានចំនួន12ហេតុអីដោយសារតែយើងបង្កើតលក្ខណៈបែបនេះមិនមែនមានន័យថាកំណត់លេខ12ចូលទៅក្នុង array fruit ហ្នឹងទេគឺមានន័យថាបង្កើត array ដែលមាន12ធាតុនៅក្នុងហ្នឹងក៏ប៉ុន្តែធាតុទាំង12ហ្នឹងអត់ទាន់បានកំណត់ជាស្អីមួយទេអញ្ចឹងហើយបានជាយើងឃើញគេដាក់ពាក្យថា undefined គុណនឹង12មានន័យថាធាតុនៅក្នុងហ្នឹងមានតម្លៃទៅជា undefined ហ្នឹងចំនួនរហូតដល់12ឯណោះហើយឥឡូវនេះនៅក្នុងកូដខ្ញុំថយក្រោយរហូតដល់កន្លែង banana mango potato នេះវិញអ្វីត្បិតតែយើងអាចបង្កើត array មួយដោយប្រើ array constructor នេះបានក៏ប៉ុន្តែវិធីនេះមិនត្រូវបានណែនាំឲ្យប្រើទេវិធីដែលណែនាំឲ្យប្រើដើម្បីបង្កើត array គឺយើងប្រើបែបនេះគឺយើងគ្រាន់តែហុំធាតុនៅក្នុង array ហ្នឹងដោយប្រើដង្កៀបហើយធាតុនីមួយៗហ្នឹងផ្ដាច់គ្នាដោយ
ញ្ញាក្បៀសធម្មតានឹងឯងសរសេរតែប៉ុណ្្នឹងទៅចម្លើយចេញមកគឺបានអនុញ្ញាត fruit នឹងដែលប្រភេទជា array ហើយធាតុដែលនៅក្នុងហ្នឹងគឺ banana mango potato លំដាប់របស់វារៀបតាមលេខរៀងធម្មតាទេឥឡូវយើងបានដឹងពីរបៀបបង្កើតហើយយើងសិក្សាបន្តមកទៀតអំពីវិធីហៅយ៉ាងដូចម្ដេចឧទាហរណ៍ថាឥឡូវនេះយើងមានរបស់ចំនួន3នៅក្នុង array ហ្នឹង banana mango potato ឧទាហរណ៍ថាខ្ញុំចង់ហៅ potato នេះមកចុះយកមកប្រើប្រាស់តើខ្ញុំហៅដូចម្ដេចអត់អីពិបាកទេនៅក្នុង console ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាប្រើ Google Chrome ដូចខ្ញុំនៅពេលដែលយកមករំលងលើ property ណាមួយដែលអ្នកទាំងអស់គ្នាចង់ហៅនោះវានឹងបង្ហាញវិធីសរសេរដើម្បីហៅ property នោះបានហើយដែលក្នុងនេះគេដាក់ដង្កៀបលេខ2មានន័យថាយើងត្រូវសរសេរដង្កៀបលេខ2បន្តពីអ្វីដែលយើងបានសរសេរមុនហ្នឹងគឺ fruit ហ្នឹងអញ្ចឹងមានន័យថាយើងត្រូវសរសេរ fruit ដង្កៀបលេខ2ក្នុងហ្នឹងទៅ enter គឺចេញពី potato ហ្នឹងហើយហៅលេខរៀងផ្សេងពីហ្នឹងទៀតក៏បានដែរថា fruit zone ទៅចុះគឺបានហើយឥឡូវនេះយើងបានដឹងពីរបៀបក្នុងការហៅធាតុណាមួយនៅក្នុង array ហើយគឺយើងហៅតាមលេខរៀងរបស់វាឥឡូវយើងសិក្សាបន្តមកទៀតពីរបៀបក្នុងការបន្ថែមរបស់អ្វីមួយចូលដល់ array មុនដំបូងយើងគ្រាន់តែសរសេរឈ្មោះ array ហ្នឹងទៅហើយឈ្មោះនៃ property តែ property របស់វាជាលេខរៀងអញ្ចឹងហើយយើងកំណត់លេខរៀងដោយប្រើសញ្ញាដង្កៀបហើយឧទាហរណ៍ថាខ្ញុំចង់បន្ថែមរបស់អ្វីមួយចូលទៅលេខរៀងលេខ5ចុះខ្ញុំសរសេរលេខ5នៅក្នុងហ្នឹងទៅហើយខ្ញុំកំណត់តម្លៃទៅវាជាការស្រេចឧទាហរណ៍ថាខ្ញុំបញ្ចូលពាក្យថា tomato យើងមើលទៅខាងចម្លើយខ្ញុំហៅញ៉ា fruit ហ្នឹងមកគឺឃើញថាវាបង្ហាញ banana mango potato ហើយកន្លែងនេះវាបង្ហាញ undefined គុណនឹងពីរហេតុអីដោយសារតែ array គឺវាតម្រៀបជាលេខរៀងដូច្នេះកន្លែងដែលវាត្រូវបានរំលងក្នុងករណីយើងបានកំណត់ធាតុលេខរៀង0 1 2គឺធម្មតាទេប៉ុន្តែយើងបន្ថែមលេខ5ដូច្នេះវារំលងលេខ3លេខ4លេខ3លេខ4ហ្នឹង array បង្កើតដោយស្វ័យប្រវត្តិគ្រាន់ថាអត់ទាន់បានកំណត់តម្លៃអីចូលទៅកាន់លេខរៀងទី3និងទី4ហ្នឹងទេអញ្ចឹងហើយបានគេដាក់ថា undefined គុណនឹង2 undefined គុណនឹង2ហ្នឹងគឺកន្លែងលេខ3មួយលេខ4មួយហ្នឹងឯងហើយនៅពេលដែលយើងមើលវាគឺអត់ឃើញមានទេមានតែ4ធាតុទេក៏ប៉ុន្តែយ៉ាងណាក៏ដោយចំនួនធាតុនៅក្នុង array ហ្នឹងគឺ6ដែលយើងឃើញនៅកន្លែង property length អញ្ចឹងធ្វើឲ្យតែយើងអត់បានកំណត់អត់បានបង្កើតមែននៅកន្លែង3 4ហ្នឹងក៏ប៉ុន្តែយើងបានបង្កើតលេខ5នោះ3 4ហ្នឹងត្រូវបានបង្កើតដោយស្វ័យប្រវត្តិគ្រាន់ថាអត់ទាន់កំណត់តម្លៃអីទេអញ្ចឹងហើយសរុបទាំងអស់គឺ6ហើយនេះគឺជាវិធីក្នុងការបន្ថែមរបស់ចូលទៅក្នុង array ទៅតាមលេខរៀងប៉ុន្តែវិធីនេះមិនត្រូវបាននិយមប្រើទេពីព្រោះដូចយើងឃើញអញ្ចឹងគឺវាធ្វើឲ្យ array ហ្នឹងមានរបស់ខ្លះតម្លៃទៅជា undefined ដែលយើងមិនចង់បានជាទូទៅគឺគេប្រើ method ដើម្បីបញ្ចូលធាតុទៅកាន់ array ណាមួយហើយ method ដែលអាចប្រើនៅលើគ្រប់ array ទាំងអស់គឺយើងអាចស្វែងរកបាននៅកន្លែង proto ខាងក្រោមនេះ proto នៃ array ហ្នឹង proto នេះដូចយើងបាននិយាយទីហើយនៅក្នុងមេរៀន object ពាក្យពេចន៍របស់វាគឺ prototype ហើយមេរៀនរបស់វាយើងត្រូវសិក្សានៅកម្រិតខ្ពស់យើងបើកមើលទៅនឹងឃើញមាន method ជាច្រើន method ទាំងអស់នេះគឺសុទ្ធតែអាចប្រើនៅក្នុង array នឹងទាំងអស់ហើយមាននីតិផ្សេងៗគ្នាតែខ្ញុំមិនបង្ហាញអ្នកនរគ្នាម្ដងមួយទេដោយអ្នកនរគ្នាឃើញអញ្ចឹងវាច្រើនណាស់ខ្ញុំបង្ហាញអ្នកនរគ្នាតែមួយចំនួនដែលសំខាន់តែប៉ុណ្ណោះឥឡូវនេះយើងនិយាយអំពីវិធីក្នុងការបន្ថែមធាតុចូលទៅកាន់ array ដើម្បីបន្ថែមធាតុចូលទៅកាន់ array យើងអាចប្រើ method push ដែលដើម្បីកំណត់វាគឺយើងហៅឈ្មោះនៃ array នឹងមកឥឡូវខ្ញុំលុបកន្លែង tomato នេះចេញខ្ញុំហៅឈ្មោះនៃ array ហ្នឹងគឺ fruit ហើយខ្ញុំប្រើ method push នេះមានន័យថារុញហើយខ្ញុំកំណត់ធាតុដែលខ្ញុំចង់បញ្ចូលទៅកាន់ array ហ្នឹងនៅក្នុងវងចរហ្នឹងទៅឧទាហរណ៍ថាខ្ញុំចង់បន្ថែម tomato នឹងដដែលហ្នឹងឯងខ្ញុំសេនៅក្នុងហ្នឹងទៅជាការស្រេចយើងមើលទៅខាងចម្លើយគឺឃើញថា tomato ហ្នឹងបញ្ចូលនៅលេខរៀងក្រោយគេបងអស់តាក់ទងទៅនឹង method push ហ្នឹងគឺវាអញ្ចឹងឯងវាបញ្ចូលនៅលេខរៀងក្រោយគេបងអស់ប៉ុន្តែបើសិនជាយើងចង់បញ្ចូលធាតុថ្មីនឹងមួយចូលទៅកាន់លេខរៀងដើមគេបងអស់វិញគឺយើងត្រូវប្រើ method unshift ឧទាហរណ៍តែកន្លែងនេះខ្ញុំដូរទៅជា unshift វិញយើងមើលទៅខាងចម្លើយខ្ញុំហៅអាញាត់ fruit ហ្នឹងមកគឺឃើញថា tomato របស់យើងគឺបញ្ចូលនៅដើមគេវិញអញ្ចឹងហើយវាមានលេខរៀងទី0វិញហើយ2 3ដែលបង្កើតដំបូងហ្នឹងគឺវាបន្តលេខរៀងតាមហ្នឹងវិញហើយអស់ពីបញ្ចូលយើងនិយាយពីការលុបវិញម្ដងដើម្បីលុបធាតុមួយពីក្នុង array គឺមានវិធីច្រើនណាស់យើងអាចប្រើ method splice យើងអាចប្រើ method ដែលណានៃច្រើនទៀតប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញដល់អ្នកនរគ្នានៅក្នុងវីដេអូនេះគឺយើងប្រើ method pop ហើយដោយប្រើ method pop នេះយើងមិនបាច់ដាក់អីចូលទៅក្នុងវងចរហ្នឹងទេ method pop នេះគឺវាលុបធាតុចុងក្រោយបងអស់នៃ array វាមើលតាណាចុងក្រោយគេវាលុបចោលតែម្ដងយើងមើលទៅខាងចម្លើយខ្ញុំហៅ array fruit ហ្នឹងមកគឺឃើញថាមាន tomato banana mango បាត់គេគឺបាត់ potato នោះវានៅក្រោយគេចឹងហើយ method pop នេះវាលុបក្រោយគេនឹងឯងហើយហ្នឹងគឺលុបរបស់ដែលនៅក្រោយគេបើសិនជាយើងប្រើ method shift វានឹងលុបរបស់ដែលនៅដើមគេវិញយើងមើលទៅខាងចម្លើយខ្ញុំហៅអាញាត់ fruit នឹងមកសាដើមគឺឃើញថាវាចេញ banana mango potato វាបាត់គេបាត់ tomato កាលពីដើមឡើយយើងបង្កើត fruit ហ្នឹងមាន banana mango potato ហើយយើងបានយក tomato ដាក់ដើមគេបន្តមកទៀតខ្ញុំលុបអាដើមគេនឹងវិញមានន័យថាលុប tomato នឹងឯងអញ្ចឹងហើយបានចេញតែ banana mango potato ដដែលវិញហើយអ្វីដែលយើងត្រូវសិក្សាបន្តមកទៀតគឺខ្ញុំចង់បង្ហាញអ្នកនរគ្នាពីរបៀបបញ្ច្រាស់ array របស់យើងគឺមានន័យថាចេះឥឡូវខ្ញុំលុបពីបន្ទាត់ចុងក្រោយនេះចោល array fruit របស់យើងគឺមាន banana mango potato នៅក្នុងហ្នឹងហើយកាលណាខ្ញុំប្រើ method reverse នេះមានន័យថាបញ្ច្រាស់គឺពេលចេញមកវាផ្លាស់ប្ដូរលំដាប់នៃ array ហ្នឹងគឺវាអញ្ចេះវាមើលតែខាងចម្លើយតែម្ដងទៅខ្ញុំហៅ fruit ហ្នឹងមកគឺវាចេញ potato mango banana វិញតាមដែលយើងបង្កើតគឺ banana នៅលេខ0នៅ mango លេខ1 potato លេខ2ក៏ប៉ុន្តែកាលណាយើងប្រើ reverse គឺវាឆ្លាស់ពីអាក្រោមគេហ្នឹងមកលើគេវិញលើគេមកក្រោមគេតាមហ្នឹងទៅ
ហើយឧទាហរណ៍តែខ្ញុំបង្កើតបាន array នឹងហើយចង់យកស្អីៗនៅក្នុង array ហ្នឹងបង្ហាញលើធាតុណាមួយធម្មតាយើងអត់អាចបង្ហាញវាដោយ array ទាំងដុលនឹងតែម្ដងទេយើងត្រូវបំលែងវាជាអក្សរសិនមិនយើងអាចបង្ហាញវាបានបើមិនយើងចង់ឲ្យវាបង្ហាញជាអក្សរយើងត្រូវប្រើ method toString enter ទៅគឺយើងឃើញថាវាបង្កើតជា string ដែលធាតុនីមួយៗផ្ដាច់គ្នាដោយសញ្ញាក្បៀសដូច្នេះឥឡូវនេះយើងបានជា string ហើយយើងចង់បង្ហាញវានៅកន្លែងណាក៏បានដែរឧទាហរណ៍ថាខ្ញុំចង់បង្ហាញវានៅកន្លែង alert fruit toString បើបញ្ចុះ enter គឺឃើញថានៅកន្លែង alert បង្ហាញ banana mango potato ធាតុនីមួយៗផ្ដាច់គ្នាដោយក្បៀសប៉ុន្តែយ៉ាងណាក៏ដោយទោះបីយើងមិនប្រើ toString អញ្ចឹងឧទាហរណ៍ថាខ្ញុំកន្លែង alert នេះខ្ញុំហៅវាម្ដងទៀតប៉ុន្តែខ្ញុំអត់ប្រើ toString ទេខ្ញុំឲ្យវាដំណើរការក៏វាបង្ហាញ array ហ្នឹងជាលក្ខណៈ string ដែរដោយផ្ដាច់គ្នាដោយសញ្ញាក្បៀសហ្នឹងជាលក្ខណៈនៃ array ហ្នឹងដែលនៅពេលដែលយើងប្រើប្រាស់វានៅចំកន្លែងដែលយើងត្រូវការឲ្យវាជា string នោះវានឹងបំលែងខ្លួនវាទៅជា string ដោយស្វ័យប្រវត្តិដែលផ្ដាច់ធាតុនីមួយៗនៃ array ហ្នឹងដោយសញ្ញាក្បៀសក៏ប៉ុន្តែពេលខ្លះខ្ញុំអត់ចង់ឲ្យវាផ្ដាច់របស់នីមួយៗហ្នឹងដោយក្បៀសទេឧទាហរណ៍ថាខ្ញុំចង់ឲ្យវាផ្ដាច់ដោយចុច2ឬក៏ tray អញ្ចឹងតើខ្ញុំត្រូវធ្វើដូចម្ដេចគឺខ្ញុំត្រូវប្រើ method join ឧទាហរណ៍ថាខ្ញុំសេនឹងតែម្ដងទៅ fruit.join ហើយរបស់ដែលយើងត្រូវសេនៅក្នុងវងកញ្ចក់ហ្នឹងគឺជាអ្វីមួយដែលយើងចង់ឲ្យធាតុនីមួយៗនៃ array ហ្នឹងវាផ្ដាច់គ្នាឧទាហរណ៍ថាខ្ញុំចង់ឲ្យវាផ្ដាច់គ្នាដោយសញ្ញា tray ចុះខ្ញុំសេ tray នៅក្នុងអន្តរសញ្ញាក្នុងវងកញ្ចក់ហ្នឹងទៅចុច enter គឺវាចេញមកជា string ហើយ banana mango potato ហ្នឹងហើយវាផ្ដាច់គ្នាដោយសញ្ញា tray ហ្នឹងឧទាហរណ៍មួយទៀតខ្ញុំផ្ដាច់គ្នាដោយសញ្ញាចុច2ចំនួន3ចុះ enter គឺឃើញថាវាផ្ដាច់គ្នាដោយសញ្ញាចុចចំនួន3ហ្នឹងឯងឥឡូវយើងសិក្សាបន្តមកទៀតអំពីការរៀបធាតុដែលមាននៅក្នុង array ដើម្បីរៀបលំដាប់នៅក្នុង array គឺយើងត្រូវប្រើ method sort អញ្ញត្តិ fruit របស់យើងវាមានតែ3ធាតុអញ្ចឹងយើងពិបាកនឹងកត់ចំណាំនៃការតម្រៀបវាណាឥឡូវខ្ញុំបន្ថែម2 3ធាតុទៀតចុះខ្ញុំបន្ថែមមួយធាតុទៀតដាក់ apple ចុះហើយមួយទៀតខ្ញុំដាក់ coconut អញ្ចឹងចុះបន្តមកទៀតនៅខាងក្រោមនេះខ្ញុំហៅអញ្ញត្តិ fruit នឹងមកបន្តមកប្រើ method sort ដើម្បីតម្រៀបវាទៅតាមអ្វីមួយដែលយើងចង់ឧទាហរណ៍ថាខ្ញុំចង់ឲ្យវារៀបតាមលំដាប់លំដោយអក្សរក្រមអង់គ្លេសពី A ទៅ Z អញ្ចឹងតាក់ទងទៅនឹង method sort នេះយើងអត់ចាំបាច់និយាយអីទេទុកតែប៉ុណ្្នឹងទៅវាដំណើរការដោយស្វ័យប្រវត្តិគឺវាតម្រៀបធាតុនៅក្នុងហ្នឹងលំដាប់ដោយអក្សរក្រមអង់គ្លេសពី A ទៅ Z ហើយយើងមើលទៅខាងចម្លើយតិចមើលខ្ញុំហៅអញ្ញត្តិ fruit នឹងមកគឺឃើញថាវាចេញ apple banana coconut mango potato វិញគឺវាចេញលំដាប់ដោយ A B C ដល់ Z វិញហើយសួរថាបើសិនយើងចង់បានពី Z មក A វិញតើយើងធ្វើដូចម្ដេចបើសិនជាយើងចង់បានពី Z មក A វិញយើងប្រើ method ដែលយើងបានរៀនមិញទៅគឺ method reverse នេះមានន័យថាត្រឡប់តាក់ទងទៅនឹង method sort នេះវាតម្រៀបពី A ទៅ Z អញ្ចឹងយើងត្រឡប់មកវិញមកវាមានន័យថាពី Z មក A វិញឥឡូវយើងមើលទៅខាងចម្លើយខ្ញុំហៅអញ្ញត្តិ fruit នឹងមកស្ដើមនោះវាចេញ potato mango coconut banana apple A ហ្នឹងនៅក្រោមគេវិញធម្មតាពី A ទៅ Z A នៅលើគេប៉ុន្តែពេល reverse មកហើយវានៅក្រោមគេវិញត្រង់ចំណុចនេះគឺអត់អីពិបាកគិតទេហើយចុះបើសិនជាតាក់ទងទៅនឹងលេខវិញឥឡូវខ្ញុំបង្កើតអញ្ញត្តិមួយទៀតដាក់ឈ្មោះថា number ចុះហើយអញ្ញត្តិហ្នឹងខ្ញុំបង្កើតវាជា array ដែលធាតុនីមួយៗជាលេខឧទាហរណ៍ថាខ្ញុំដាក់26 50 12 125 260 75ជាងចុះប៉ុណ្ណឹងបានហើយខ្ញុំលុប method ក្រោម2នេះចោលហើយអ្វីដែលខ្ញុំចង់ធ្វើគឺរៀប array number នេះម្ដងអញ្ចឹងខ្ញុំហៅអញ្ញត្តិ number នឹងមកប្រើ method sort ដូចមុនហ្នឹងក៏ថាមិញយើងប្រើលើអញ្ញត្តិ fruit ឥឡូវយើងប្រើលើអញ្ញត្តិ number ខ្ញុំមើលទៅខាងចម្លើយខ្ញុំហៅអញ្ញត្តិ number នឹងមកគឺចេញលំដាប់មកបែបនេះវិញវាគួរណាស់តែចេញពីតូចទៅធំពួកនិយាយពីលេខវាគួរណាស់តែចេញពីតូចទៅធំយ៉ាងឯងប៉ុន្តែឃើញថាវាអត់ចេញពីតូចទៅធំទេវាតម្រៀបមិនវិញគឺវាតម្រៀបទៅតាមលំដាប់លេខហ្នឹងឯងលេខគឺវាគិតពី0ទៅ9ដូច្នេះ0ចេញមុនគេបន្ទាប់ពី0ហើយ1 1ហើយ2 2ហើយ3 3ហើយ4 4ហើយ5រហូតដល់9នេះទៅដូចយើងឃើញអញ្ចឹងឃើញ2ធាតុដំបូងគឺសុទ្ធតែផ្ដោតដល់លេខ1ទាំងអស់បន្ទាប់មកទៀត2ធាតុក្រោមនេះផ្ដោតដល់លេខ2បន្ទាប់មកទៀតវាកាន់តែធំទៅដល់លេខ5លេខ7អីតទៅអញ្ចឹងបានន័យថា method ហ្នឹងវាអត់តម្រៀបពីតូចទៅធំទេគឺវាតម្រៀបទៅតាមលំដាប់ពី0ទៅ9អញ្ចឹងសួរថាបើសិនជាយើងចង់តម្រៀបលេខនៅក្នុងហ្នឹងពីតូចទៅធំឬក៏ពីធំមកតូចវិញតើយើងធ្វើដូចម្ដេចគឺអាចបាននៅក្នុង method នេះកន្លែងវងកញ្ចក់ហ្នឹងយើងអាចបង្កើតជា function នៅក្នុងហ្នឹងដែល function ហ្នឹងមានតួនាទីចាប់យកធាតុនីមួយៗនៅក្នុង array ហ្នឹងហើយយកមកប្រៀបធៀបគ្នាតូចអញ្ចឹងទៅឲ្យវាដាក់លើគេអញ្ចឹងទៅអាណាធំឲ្យវាដាក់ក្រោមគេអញ្ចឹងទៅណាអញ្ចឹងតើ function ហ្នឹងយើងបង្កើតដូចម្ដេចឥឡូវនៅក្នុងវងកញ្ចក់ហ្នឹងខ្ញុំបង្កើត function មួយហើយ function នេះខ្ញុំអត់ដាក់ឈ្មោះអីទេអត់ដាក់ឈ្មោះវងកញ្ចក់យើងត្រូវការដែរហើយឥឡូវនេះខ្ញុំសរសេរកូដឲ្យចេញជាចម្លើយសិនទៅចាំពេលចេញមកចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីដំណើរការរបស់វាខ្ញុំសរសេរប៉ុណ្ណេះហើយខ្ញុំរក្សាវាទុកខ្ញុំហៅអញ្ញត្តិ number នឹងមកសាដើមយើងឃើញថាវាតម្រៀបធាតុនៅក្នុងហ្នឹងពីតូចទៅធំដូចអ្វីដែលយើងចង់បានហើយទំនាក់ទំនងនៅក្នុង function ដែលបង្កើតនៅក្នុង method sort នេះគឺវាអញ្ចឹងកាលណា parameter នៅក្នុង function ដែលបង្កើតនៅក្នុង method sort ហ្នឹងគឺ a និង b នេះកាលណាយើងកំណត់2តម្លៃនៅក្នុងហ្នឹងមានន័យថា array ហ្នឹងយើងប្រៀបធៀបម្ដង2តម្លៃហើយដំណើរការនៅក្នុង function ហ្នឹងគឺចាប់យក2តម្លៃហ្នឹងមកហើយយើងយកវាមកដកគ្នាដូចក្នុងនេះខ្ញុំសរសេរយក a ដក b អញ្ចឹងណាហើយធម្មតាកាលណាដកវាអាចចេញចម្លើយអវិជ្ជមានវាចេញជាចម្លើយលេខ0ឬក៏ចេញចម្លើយមកវិជ្ជមានកាលណាចេញចម្លើយមកអវិជ្ជមាននោះលំដាប់នៃ2លេខហ្នឹងវានៅដដែលបើដកគ្នាទៅចេញចម្លើយ0ក៏វានៅដដែលដែរក៏ប៉ុន្តែកាលណាដកគ្នាទៅវាចេញចម្លើយវិជ្ជមាននោះវាឆ្លាស់គ្នាវិញមានន័យថាមុខទៅក្រោយឲ្យក្រោយមកមុខវិញគឺអញ្ចឹងឧទាហរណ៍ថាមុនដំបូងវាពិនិត្យពីតម្លៃមុខគេនេះ26ហើយ50អញ្ចឹងវាយក26ដក50 26ដក
50ចេញប្រមាណដក24ដក24វាជាចម្លើយអវិជ្ជមានកាលណាវាចេញចម្លើយអវិជ្ជមានវាអត់បដូរទីតាំងទេវានៅប៉ុណ្ណឹងដែរបន្ទាប់ពីប៉ុណ្ណឹងហើយវាទៅពិនិត្យមើល50ហើយ12ម្ដង50 12 function របស់យើងឲ្យ50ដក12ហ្នឹង50ដក12ចេញ38ជាចម្លើយវិជ្ជមានដូច្នេះវាឆ្លាស់គ្នាវិញឥឡូវវាពិនិត្យបាន2ដងហើយវាទៅពិនិត្យតទៀតគឺ50ហើយ125វាអត់ពិនិត្យអាលំដាប់ចាស់ដែលយើងបានបង្កើតហ្នឹងទេវាពិនិត្យលំដាប់ថ្មីឥឡូវ50 125ក្នុង function របស់យើងឲ្យយក50ដក125 50ដក125ចេញចម្លើយមកគឺដក75ដក75គឺអវិជ្ជមានអញ្ចឹងហើយវាអត់ផ្លាស់ប្ដូរលំដាប់ទេវាទៅពិនិត្យ125ហើយនឹង260ម្ដង125ដក260ចេញដក135ដក135ជាចម្លើយអវិជ្ជមានទៀតកាលណាអវិជ្ជមានវាអត់ឆ្លាស់គ្នាទៀតនៅដដែលបន្តមកទៀតគឺវាពិនិត្យ260ហ្នឹងជាមួយនឹង75 260ដក75ចេញប្រមាណគឺចេញ185ជាចម្លើយវិជ្ជមានកាលណាវិជ្ជមានវាឆ្លាស់គ្នាវិញទៅជា75ហើយ260វិញឥឡូវវាពិនិត្យគ្រប់កន្លែងអស់ហើយសួរថាវាឈប់ដំណើរការឬនៅទេយើងប្រកាសជាឆ្ងល់ហើយថាវាពិនិត្យដល់កាលវាពិនិត្យរហូតទាល់តែពិនិត្យពីតម្លៃហើយអត់ឆ្លាស់គ្នាពិនិត្យពីតម្លៃហើយអត់ឆ្លាស់គ្នាពីតម្លៃទាល់តែអស់ហ្នឹងសិតតែអត់ឆ្លាស់គ្នាទាំងអស់នោះវាឈប់ហើយអញ្ចឹងវាទៅពិនិត្យម្ដងទៀតដំបូងនេះគឺ26ដក12 26ដក12វាចេញចម្លើយវិជ្ជមានអញ្ចឹងហើយវាឆ្លាស់គ្នាទៅជា12 26វិញហើយវាពិនិត្យ26ហើយ50 26ហើយ50ហ្នឹងដកទៅចេញចម្លើយអវិជ្ជមានកាលណាវាចេញចម្លើយអវិជ្ជមានវាអត់ឆ្លាស់គ្នាទេអញ្ចឹងវាយក50ហ្នឹងទៅពិនិត្យជាមួយ125ទៀត50ដក125ចេញអវិជ្ជមានដូច្នេះអត់ឆ្លាស់ទៀត125ទៅពិនិត្យមួយ75 125ដក75វាចេញចម្លើយមកវិជ្ជមានដូច្នេះវាឆ្លាស់គ្នាវាត្រូវចេញ75មុនចេញ125តទៅពីពិនិត្យហ្នឹងហើយវាពិនិត្យ125ជាមួយនឹង260វាយក125ដក260ចេញចម្លើយមកអវិជ្ជមានអញ្ចឹងហើយវាអត់ឆ្លាស់គ្នាទេយើងពិនិត្យពីរជុំហើយយើងទៅពិនិត្យមួយជុំទៀតពិនិត្យតទៅវាលេងឆ្លាស់គ្នាទាំងអស់12ដក26ចេញចម្លើយមកអវិជ្ជមានអត់ឆ្លាស់ទេ26ដក50ចេញចម្លើយមកអវិជ្ជមានអត់ឆ្លាស់ទេ50ដក75ចេញមកអវិជ្ជមានដែរអត់ឆ្លាស់ទេ75ដក125ចេញមកអវិជ្ជមានអត់ឆ្លាស់ទេ125ដក260ចេញចម្លើយមកអវិជ្ជមានអត់ឆ្លាស់ទេដូច្នេះវាឃើញថាប្រៀបធៀបពីដើមដល់ចុងវានៅអត់ឆ្លាស់គ្នាទាំងអស់អញ្ចឹងគឺវាបញ្ឈប់ការពិនិត្យវាត្រឹមនឹងឯងអញ្ចឹងហើយវាចេញចម្លើយមកចុងក្រោយគឺប៉ុណ្ណេះតកតូនទៅនឹងចំណុចហ្នឹងវែងឆ្ងាយយ៉ាងឯងហើយត្រង់ចំណុចនេះគឺតម្រាបពីតូចទៅធំមកចុះបើតម្រាបពីធំមកតូចវិញយើងគ្រាន់តែឆ្លាស់ b ដក a វិញមកគឺវានឹងចេញចម្លើយមកពីធំមកតូចវិញហើយយើងមើលទៅខាងចម្លើយបន្តិចមើលខ្ញុំហាញ៉ាត់ number នឹងមកគឺវាចេញពីធំមកតូចវិញឬក៏យើងមិនបាច់បដូរពី b មក a អញ្ចឹងក៏បានដែរខ្ញុំដាក់ a ទៅ b នេះក៏បានដែរប៉ុន្តែក្រោមហ្នឹងខ្ញុំប្រើប្រាស់ method reverse អញ្ចឹងទៅមានន័យថាវាឆ្លាស់ពីលើចុះក្រោមមកវិញអញ្ចឹងក៏វាចេញចម្លើយដូចគ្នាដែរខ្ញុំហាញ៉ាត់ number នឹងមកគឺឃើញថាវាចេញពីធំទៅតូចដូចគ្នាមិនមែនមានតែវិធីនេះទេក្នុងការរៀបលំដាប់ពីតូចទៅធំឬក៏ពីធំទៅតូចមានវិធីផ្សេងគ្នាទៅតាមគេរកនៅឃើញឥឡូវអ្វីដែលយើងត្រូវសិក្សានៅក្នុងមេរៀន array នេះគឺមានតែប៉ុណ្្នឹងឯងហើយបើនិយាយពីការអនុវត្តរបស់វាខ្ញុំអត់លើកយកបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូនេះទេរៀនមួយអនុវត្តមួយរៀនមួយអនុវត្តមួយអញ្ចឹងវាខ្វះរបស់ជាច្រើនព្រោះយើងនៅមានរបស់ច្រើនទៀតដែលយើងត្រូវរៀនយើងចាំរៀនឲ្យរៀងច្រើនបន្តិចទៅនៅពេលអនុវត្តចេញលទ្ធផលមកលយតែម្ដងមិនបាច់ភ័យខ្លាចភ្លេចទេខ្ញុំប្រាប់តែម្ដងទៅនៅពេលដែលអ្នកទាំងគ្នារៀនចប់ទាំងអស់គឺនឹងភ្លេចពីរបៀបប្រើប្រាស់ពីអីទាំងអស់តើតើអ្នកទាំងគ្នាមើលវីដេអូអនុវត្តបានចាប់ផ្ដើមចាំមកវិញហើយចាប់ផ្ដើមយល់ពីរបៀបប្រើប្រាស់វាតែម្ដងហើយទោះបីជាយល់ប៉ុណ្ណាក៏ដោយមិនទាន់ច្បាស់ទេដរាបណាអ្នកទាំងគ្នាមិនទាន់បានប៉ះ keyboard ហើយសរសេរកូដទាំងអស់ហ្នឹងដោយខ្លួនឯងអញ្ចឹងហើយយើងចាប់ជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា